បាទជំរាបសួរប្រិយមិត្តទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការញ៉ាចែកម្លែកនៅពាក្យបច្ចេកទេសមួយដែលមានឈ្មោះថានីតិសម្បទាដែលភាសាអង់គ្លេសថា rehabilitation តើពាក្យនេះមានអត្ថន័យដូចនេះអង្ស័យអាចសម្ជិតការតាមដានទស្សនានិងស្ដាប់ការស្រាវជ្រាវរបស់ខ្ញុំថាតើអង្គស្រីអាចយល់បានទេហើយបើសិនជាអង្គស្រីទីយកសភាក្រុមបច្ចេកសាស្ត្រដែលបានជាវពីបណ្ដាគារផ្សេងទៅឬក៏អង្គស្រីបានទំនាក់ទំនងមកតាម Telegram របស់ខ្ញុំឬក៏ page ផ្លូវការរបស់ខ្ញុំហើយខ្ញុំដឹកជញ្ជូនដល់ផ្ទះកន្លងមកអាចលើកមកទំព័រ182នីតិសម្បទាជាភាសាសេដ្ឋកិច្ចការស្ដារឡើងវិញឬការកែលម្អធ្វើឲ្យមានភាពប្រក្រតីឡើងវិញនៅក្រុមហ៊ុនស្ថាប័នឬហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចដែលខូចខ្ទេចខ្ទាំហើយដែលភាសាអង់គ្លេសនៅក្នុងនេះគេជិះ rehabilitation បាទនេះភាសាអង់គ្លេសអញ្ចឹងអង្គស្រីអាចមុននឹងធ្វើការនេះអង្គស្រីផ្ទៀងផ្ទាត់មើលថាខ្លឹមសារបច្ចេកទេសដែលនៅក្នុងសិទ្ធិនុកម្មដែលផ្សេងក្នុងច្បាប់សេដ្ឋកិច្ចជាមួយនឹងនិយមន័យថ្មីរបស់ខ្ញុំណាស្រីអាចជឿយ៉ាងណាជាវិធីទូទៅសម្រាប់ស្ដារនីតិសម្បទាវិជ្ជាជីវៈនីតិបុគ្គលសាធារណៈនិងនីតិបុគ្គលឯកជនចឹងវិធីទូទៅមានន័យថាម៉េចវិធីទូទៅចាត់ទុកជានិយាយរួមទៅជាវិធានបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធនៅក្នុងវិស័យសាធារណៈក៏ដោយវិស័យឯកជនក៏ដោយគេហៅថាវិធានទូទៅគេផ្សេងហ្នឹងរួមនៅសម្រាប់គ្រប់គ្រងតាមវិស័យនីមួយៗបាទហើយចំពោះស្ដារនីតិសម្បទាវិជ្ជាជីវៈមានន័យថាម៉េចបាទមានន័យថាការធ្វើឲ្យប្រសើរឡើងវិញការកែលម្អនៅប្រព័ន្ធដែលមានភាពអសកម្មនាពេលកន្លងមកយកមកកែលម្អឡើងវិញណាគឺការជួសជុលនិយាយរួមទៅជួសជុលឲ្យវាល្អវិសាលឡើងវិញណាឲ្យសាលឡើងវិញនៅប្រព័ន្ធរដ្ឋបាលសាធារណៈនិងប្រព័ន្ធរដ្ឋបាលឯកជនហើយតើប្រព័ន្ធរដ្ឋបាលសាធារណៈនិងប្រព័ន្ធឯកជនយ៉ាងម៉េចឧទាហរណ៍ថានីតិបុគ្គលសាធារណៈណានីតិបុគ្គលសាធារណៈឲ្យស្អីដូចជាឆ្លងបានដឹងហើយមានន័យថាម៉េចបាទនីតិបុគ្គលសាធារណៈគឺសំដៅទៅលើក្រសួងស្ថាប័នរបស់រដ្ឋតាំងពីថ្នាក់ណាបាទតាំងពីថ្នាក់កំពូលណាតាំងស្ថាប័នទាំង3របស់រដ្ឋសភារបស់នីតិបញ្ញត្តិប្រតិបត្តិនិងតុលាការហើយបច្ចុប្បន្ននៅកម្ពុជាមានយុទ្ធនាការថ្មីមួយដែលជាស្ថាប័នឯករាជ្យគឺកោជបណាគណៈកម្ពុជាជាតិរៀបចំការបោះឆ្នោតគឺដាក់ទូនីតិសំខាន់រឿងនេះគឺការអនុវត្តតាមច្បាប់របស់កោជបបាទនឹងហើយទាំងហ្នឹងគេហៅថានីតិបុគ្គលសាធារណៈអញ្ចឹងតាំងពីលើរហូតដល់ក្រោមទៅណាបើថាគណៈរដ្ឋមន្ត្រីរហូតទៅដល់ភូមិឃុំណាភូមិសភាក៏ចឹងក្នុងរចនាសម្ព័ន្ធហ្នឹងទៅតុលាការចាប់ពីតុលាការចាប់ពីណាបាទចាប់ពីតុលាការកំពូលសាលាដំបងណាសាលាតូសាលាដំបងហើយនឹងតុលាការក្រមទៀតបើសិនជាថ្ងៃក្រោយទៅមានមកថាមានខ្លះទៅតុលាការប្រទេសខ្លះគេមានតុលាការក្រុងស្រុកណាតាមឯកទេសមួយទៀតណាហើយគណៈកម្មការជាតិមានជាតិរៀបចំការបោះឆ្នោតក៏មានតុលាការមួយដែរដែលយើងគេហៅថាគណៈកម្មការក្រុមប្រឹក្សាគុំសង្កាត់ដើរតួនាទីពេលសម្រាប់សេចក្តីលើវិវាទបោះឆ្នោតបាទហើយ
ពាក់ព័ន្ធនឹងនីតិបុគ្គលឯកជនគឺសំដៅទៅលើអីបាទសំដៅទៅលើក្រុមហ៊ុនឯកជនដែលក្រុមហ៊ុនឯកជនដែលបំពេញបេសកកម្មដែលដើរតួនាទីធ្វើធុរកិច្ចសម្រាប់ផលប្រយោជន៍តខ្លួនក្តីផលប្រយោជន៍ជាក្រុមហ៊ុនក្តីសហគ្រាសក្តីសហគ្រាសឯកជនក្តីណារដ្ឋកស្វ័យយ័តក្តីក៏ស្ថិតនៅក្នុងប្រភេទជាពាក់កណ្ដាលរដ្ឋពាក់កណ្ដាលឯកជនមានរដ្ឋមន្ត្រីមួយចំនួនគាត់ទទួលបានប្រាក់បៀវត្សពីរដ្ឋកស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលហើយមួយទៀតពាក់កណ្ដាលស្វ័យយ័តមួយទៀតមន្ត្រីមួយចំនួនជាមន្ត្រីកិច្ចសន្យាដែលទទួលផលប្រយោជន៍ពីផលចំណេញនៃការរកចំណូលតាមលក់ទឹកលក់អីបាទឬក៏រថយន្តក្រុងអីជាដើមបាទហើយតែសារថាពេលវេលាយើងដល់ទីបញ្ចប់ខ្ញុំសូមគោរពថ្លែងអរគុណអរលោកស្រីត្រឹមប៉ុណ្ណេះសិនហើយបើមានពេលនឹងសប្តាហ៍ក្រោយខ្ញុំនឹងធ្វើបទបង្ហាញជូនប្រិយមិត្តទាំងអស់ដើម្បីអាចថាជាចំណេះដឹងបន្ថែមទៅលើអូស្ត្រាលីដែលធ្លាប់មានហើយស្រីក៏អាចពន្យល់ណាអាចពន្យល់ឬក៏ខមមិនមកលើបទអត្ថាធិប្បាយរបស់ខ្ញុំថាតើខុសឬត្រូវយ៉ាងណាសូមការអធិស្ឋានហ្នឹងហើយណាដោយសារតែពេលវេលាយើងដល់ទៅចប់សូមគ្រប់ឡើងគុំលោកស្រីនាងកញ្ញាជួបសំណាងល្អបាទ